mọi bóng sài ngục ngồiในក្នុងការសងសឹកទៀតអីខណៈពេលនោះហូយូហៅគេចេញតែស្ដាយរន្ទះងងឹតនេះយាយហៅចង់គិចមែននេះប្រាប់ប្រាស់ដៃរញ៉េរញ៉ៃវាប្រហាហូយូហៅមានតែប្រានៅខែចំណាំងជីវិតរបស់គាត់ដើម្បីទទួលជាមួយនឹងធម្មពលមួយនេះតែវាគឺពិតជាខ្លាំងពេកហើយចែនោះដឹងខ្លួនឡើងវិញមុននេះបន្តិចហូយូហៅចាត់ការផ្លូវចិត្តរបស់នាងទាំងដែលនាងមិនដឹងខ្លួនផងមិនឆ្ងល់នោះទេហើយអ្វីបានជាប្អូនស្រីរបស់នាងស្លាប់ក្រោមដៃរបស់ហូយូហៅអ្នកក្លាហានរបស់យើងសួរហើយគឺថារបស់នេះអាចបញ្ឈប់ខ្ញុំបានមែនទេមិនចេញនៅធម្មពលរាងកាយរបស់គាត់ពួកគេក៏ដឹងហើយថាហូយូហៅកំពុងតែបង្ខំដំណើរការរួមបញ្ចូលព្រលឹងរាងកាយបញ្ជាកូនចៅប្រញាប់បញ្ឈប់ភ្លាមទៅហូយូហៅក៏បានបញ្ចេញនៅកងព្រលឹងពណ៌ក្រហមចិនស្អើក៏ដូចជាចំហាយនៃខ្សែដំរីគុយតកមួយឲ្យវាទៅធ្វើការវាប្រហាររួចហើយប្រាប់ទៅកាន់រៀមច្បងក៏នឹងវាយបើកផ្លូវឲ្យរកឱកាសដកថយភ្លាមទៅឆ្អឹងព្រលឹងខាងក្រៅរបស់គាត់គឺនៅតែជាអាវុធដ៏វិសេសវិសាលក្នុងការប្រឈមមុខជាមួយនឹងសត្រូវឃើញនៅលបឿនហូយូហៅបែបនេះគេក៏នៅតែបញ្ជាឲ្យកូនចៅរារាំងព្រមទាំងប្រាណនៅធម្មពលរបស់គេភ្លាមនោះផងដែរហូយូហៅក៏ត្រូវបានវាប្រហារដៃរបស់គាត់ក៏ចោះជាប់គេបានប្រាប់ថាគ្មាននរណាម្នាក់ដែលអាចរួចរស់ចេញពីឧបករណ៍ព្រលឹងណែនាំកម្រិតទី9របស់គេបាននោះឡើយហើយភ្លាមនោះក៏ស្រាប់តែចាប់អារម្មណ៍ទៅនឹងពន្លឺមួយដែលបោះពួយមកយ៉ាងលឿនអីទៅពន្លឺនោះផងដែរក៏ជាវងឈៀវកំពុងទៅជិះនិក្រិតមានមកជួយដល់ហូយូហៅមើលទៅកាន់លំបីមាសរបស់នាងធ្វើការចាក់ទម្លុះគំតិចនៅឧបករណ៍មួយនោះមកក៏នៅសំឡេងផ្ទុះពីពេញនឹងតែមិនថាយ៉ាងណាស្ដីរន្ទះងងឹតនិយាយហើយមានមនុស្សប៉ុន្មានអ្នកក៏គ្មានបានការនោះដែរចាប់ទាំងអស់ទៅហូយូហៅត្រៀមខ្លួនប្រយុទ្ធសួរទៅកាន់វងឈៀវហេតុអ្វីបានជានាងនៅទីនេះចែនឹងមិនទាន់ឆ្លើយផងវាយបន្ថែមម្ដងទៀតហូយូហៅប្រើប្រាស់នៅគ្រឿងញ៉ាំរបស់គាត់ម្ដងស្របពេលដែលឈៀវប្រាប់ថាក៏ដោយសារតែនាងដឹងថាយូហៅមានគ្រោះថ្នាក់ក្នុងក្រុងរីសឹងបែបហ្នឹងទើបបានជាមកជួយហើយអ្នកទាំងពីរគឺនៅតែបន្តចាត់ការសត្រូវជាច្រើនឲ្យពួកគេស្រ័យពុកពេញទៅដោយក្តីឈឺចាប់យូហៅបានឲ្យឈៀវចាក់ចេញទៅវិញទៅព្រោះថាមិនតាក់ទងជាមួយនឹងនាងនោះទេឲ្យនាំពួកគេទាំងពីររត់ផុសក្រុមទាំងនេះក៏ចាប់ផ្ដើមធ្វើការរួមបញ្ចូលវិប្រហាវងឈៀវប្រាប់ហូយូហៅថានាងគឺបានចាញ់ម្ដងនៅក្នុងលអាងស្នេហាឈិនខុនទៅហើយលើនេះនាងគឺនឹងមិនត្រឡប់ក្រោយជាដាច់ខាតប្រាប់ទៅកាន់ហូយូហៅអ្វីដែលសំខាន់បំផុតជួយទៅដល់ចំណាត់ខ្មាំងឲ្យប្រើប្រាស់នៅទឹកភ្នែកទួញសោតដែលនាងបានប្រគល់ឲ្យកាលពីមុនទៅដោយសារតែជោគវាសនាដែលពួកគេផ្សារភ្ជាប់គ្នានាងគឺអាចមើលឃើញនៅគ្រប់ចលនារបស់យូហៅដឹងថាយូហៅគឺពិតជាតារានាំផ្លូវនៃអនាគតរបស់ទ្វីបទូលូនេះដូច្នេះហើយលោកគឺមិនអាចស្លាប់នៅទីនេះបាននោះទេអ្នកទាំងពីរប្រើប្រាស់នៅស្នៀតពលឹងរួមបញ្ចូលគឺជាកែភ្នែកនៃជោគវាសនាចំហាយធម្មពលពន្លឺមាសដែលបាញ់ចេញទៅនេះគឺពិតជាខ្លាំងមែនទែនបណ្ដាលឲ្យពួកសត្រូវស្រ័យពុកពេញទៅដោយក្តីឈឺចាប់ធ្លាក់រប៉ាត់រប៉ាយដូចជាស្រមោចធម្មពលនៃការរួមបញ្ចូលរបស់ពួកគេក៏មិនបានសម្រេចស្ដេចឋាននរកឃើញចឹងក៏ប្រញាប់រងស្ដេចរន្ទះងងឹតនិយាយហើយនេះជាធម្មពលនៃជោគវាសនាដែលបរមគ្រូធ្លាប់បាននិយាយមែនទេមនុស្សស្មាននោះទេថាវាមានវត្តមានមែនអ្នកណាក៏ដោយឲ្យតែមាននៅកម្រិតវឹកហាត់ទាបគឺច្បាស់ជាត្រូវបានកុំតិចចោលក្នុងពេលតែមួយរំពេចស្ដេចនៃឋាននរកតបទៅវិញមិនឆ្ងល់នោះទេហើយអ្វីខ្ញុំមានអារម្មណ៍ថាជោគវាសនារបស់គ្រប់គ្នាកំពុងតែត្រូវបានគ្រប់គ្រងចាត់ការរួចហើយយូហៅត្រឡប់មករកនៅឈៀវថាចាក់ចេញតែនៅពេលនេះធម្មពលរន្ទះមុខរារាំងទៀតហើយព្រឹទ្ធាចារ្យនោះនិយាយហើយថាកុំសុំឲ្យតែកើតចែម្នាក់នេះក៏ដូចគ្នាគ្មានអ្នកណាម្នាក់ដែលអាចចាក់ចេញនៅមានជីវិតនៅថ្ងៃនេះនោះឡើយសោយហើយប្រើប្រាស់នៅធម្មពលវិប្រហាបណ្ដាលឲ្យហូយូហៅក្អួតឈាមរីឯវងឈៀវក៏ដឹងថាកែភ្នែកនៃជោគវាសនាអាចទប់ទល់ជាមួយនឹងពួកគេបានមួយផ្លែតែប៉ុណ្ណោះស្ដេចរន្ទះងងឹតប្រាប់ថានិកាយរបស់ពួកគេគឺជាការប្រឆាំងឆន្ទៈនៃឋានសួគ៌ហើយពួកគេគឺដណ្ដើមធម្មពលនៃមេឃដីស្ដេចឋាននរកប្រាប់ឲ្យប្រគល់ខ្លួនឈប់តតាំងទៀតទៅដំណាក់កាលនៃឈៀវក៏បានអរគុណទៅដល់ហូយូហៅព្រោះថាបំណងប្រាថ្នារបស់នាងបានសម្រេចហើយម្ដាយរបស់នាងដូចគ្នាប្រាប់ហូយូហៅធ្វើគ្រប់គ្រាន់ហើយពេលនេះចាំបាច់គឺត្រូវតែចាក់ចេញបើទោះបីជាដូចមិនដេចមិញក៏ហូយូហៅមិនព្រមបោះបង់ពួកគេហើយគាត់គឺនឹងទៅបង្វែងដានចានេះក៏បានសួរគិតថាអាចរត់រួចមែនទេពួកគេម្នាក់ក៏បានតាមដល់ឡែកក្នុងពេលនោះឃើញថាស្ដេចព្រលឹងបិសាចចាប់អារម្មណ៍ដឹងនៅធម្មពលដ៏ខ្លាំងក្លានៅខាងក្រោយអញ្ចឹងហើយបានដាក់បញ្ជាឲ្យត្រឡប់ទៅវិញម៉ាស៊ូថាព្យាយាមអូបន្លាយពេលវេលាដែរឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាហូយូហៅត្រឡប់ទៅវិញអ្វីដែលនាងអាចធ្វើបានគឺមានតែជួយអូបន្លាយពេលនៅវងជីហឹងជាមួយនឹងពលសេនារបស់គេតែប៉ុណ្ណោះក្រឡេកទៅក្នុងក្រុងវិញយូហៅជាមួយនឹងវងជាក៏នៅតែត្រូវបានស្ដេចឋាននរកនេះតាមប្រមាញ់រន្ទះដើរក្បាលខ្មោចដ៏ខ្មោចខ្មាញ់របស់គេនេះគឺពិតជាមិនធម្មតាវាមានផ្ទុកនៅធម្មពលដែលអាចបំបែកឆ្លងកាត់លំហទៀតទៅចែនេះក៏បន្តចាត់ការកូនចៅតូចតែដទៃទៀតពួកគេគឺនៅតែត្រៀមខ្លួនធ្វើការរួមបញ្ចូលតម្រូវឲ្យហូយូហៅគឺត្រូវតែបញ្ឈប់ឲ្យបានមុនចំហាយដៅរបស់ស្ដេច